ប្រសិនបើបុគ្គលិកក្រុមហ៊ុនមួយមិនត្រូវបានគោរពគោលការណ៍របស់ក្រុមហ៊ុនដែលថ្នាក់គ្រប់គ្រងដាក់ឲ្យឬក៏គេហៅថាថ្នាក់លើតែងតែនិយាយតើវាបញ្ហាមកពីអីនៅរឿងសំខាន់មុនទៅដល់ថាតើបុគ្គលិកក្រុមហ៊ុននឹងគ្រប់គោរពគោលការណ៍ឬក៏នីតិវិធីរបស់ក្រុមហ៊ុនដែរអត់ឬក៏វិន័យរបស់ក្រុមហ៊ុនដែរអត់សួរថាតើថ្នាក់គ្រប់គ្រងខ្លួនឯងនេះបានគោរពគោលការណ៍ហើយឬនៅឬក៏មានគោលការណ៍ច្បាស់លាស់ហើយនៅសម្រាប់ឲ្យបុគ្គលិកអនុវត្តឬក៏ប្រើភាសាមាត់នីតិមាត់សម្រាប់ថាជាគោលការណ៍ម្ដងនឹកឃើញថា A ឲ្យធ្វើ A ម្ដងនឹកឃើញថា B ធ្វើ B ម្ដងនឹកឃើញ C ធ្វើតាម C style C អញ្ចឹងទៅប៉ុន្តែសួរថាជំរុញឲ្យថ្នាក់ក្រោមអនុវត្តបែបហ្នឹងហើយសួរថាខ្លួនឯងនឹងគោរពគោលការណ៍អត់ហើយមានសិលធម៌ក្នុងការអនុវត្តឬក៏ប្រតិបត្តិការងារនឹងឲ្យបុគ្គលិកថ្នាក់ក្រោមឬក៏មានភាពជាអ្នកដឹកនាំឲ្យថ្នាក់ក្រោមនឹងគោរពតាមហើយឬនៅឬក៏ខ្លួនឯងនៅចរិតអញេអញ៉ៃចរិតប្រើអារម្មណ៍ធ្វើការមិនប្រើគោលការណ៍ជារួមមួយសម្រាប់អនុវត្តការងារឬក៏អនុវត្តគោលការណ៍តែនៅនឹងមុខថ្នាក់ដឹកនាំខាងលើបន្ទាប់ទៀតតែពេលហ្នឹងឬក៏សម្ដែងឲ្យគេឃើញតែពេលហ្នឹងមិនបានអនុវត្តគោលការណ៍នីតិវិធីពិតប្រាកដតែធ្វើឲ្យក្រុមហ៊ុនមួយមានភាពទូរលំឬក៏បុគ្គលិកភាគច្រើនដែលមិនអាចអនុវត្តទៅតាមគោលការណ៍ឬក៏ស្តង់ដារការងារតែមួយបានអានេះជាបញ្ហាចោទហើយក្នុងនាមជាម្ចាស់អាជីវកម្មឬក៏ម្ចាស់ភាគហ៊ុននៅពេលដែលបុគ្គលិកពូកែសម្ដែងតើយើងមើលឃើញធ្លុះអត់អ្វីដែលគេសម្ដែងហ្នឹងវាពិតប្រាកដដូចអ្វីដែលគេធ្វើឲ្យការងារយើងនៅក្នុងក្រុមហ៊ុនរបស់ខ្លួននឹងមានភាពល្អប្រសើរបុគ្គលិកខ្លះពូកែធ្វើតែគេអត់ចង់សម្ដែងគឺចេញលទ្ធផលការងារពិតបង្ហាញលទ្ធផលការងារពិតឲ្យថ្នាក់ដឹកនាំឬក៏ឲ្យម្ចាស់អាជីវកម្មឃើញលទ្ធផលជាក់ស្ដែងតែបុគ្គលិកមួយប្រភេទទៀតអត់ធ្វើការទេគឺសម្ដែងយកមុខនិយាយសម្ដីល្អសម្ដីបកកែលើកជើងអែបអបឆចុះឆឡើងពេលម្ចាស់ភាគហ៊ុនឬក៏ម្ចាស់ក្រុមហ៊ុនជួបអីជាដើមហ្នឹងទៅក៏ប៉ុន្តែជាក់ស្ដែងអត់ធ្វើការងារទេនៅមក office ក៏មកយឺតចេញទៅវិញក៏ចេញលឿនឬក៏មក office ហើយអត់ធ្វើការអីតទៅសោះអង្គុយតែមុខកុំព្យូទ័រហ្នឹងទៅលទ្ធផលគ្មានចេះតែពជាពេលពីមួយខែទៅមួយខែលេះអញ្ចេះលេះអញ្ចោះសួរថាតើក្នុងនាមជាម្ចាស់អាជីវកម្មឬក៏ម្ចាស់សហគ្រាសឬក៏ជាម្ចាស់លុយគូតែស្ដាប់លេះនឹងទាំងអស់ទៀតអត់ឬក៏ស្ដាប់លើលទ្ធផលដែលឃើញជាក់ស្ដែងជាជាងស្ដាប់សម្ដីឬក៏ការលើកពាក្យសរសើរទ្រជើងឬក៏ស្របទៅតាមអ្វីដែលខ្លួនចង់បានតែនៅខាងមុខតែជាក់ស្ដែងអត់ធ្វើការអានេះជាសំណួរចោទតើម្ចាស់ក្រុមហ៊ុនឬក៏ម្ចាស់សហគ្រាសឬក៏ម្ចាស់លុយចង់បានបែបណាពីព្រោះអីមនុស្សសម័យថ្មីនេះសម្បូរមែនតើគឺមនុស្សសម្ដែងប៉ុន្តែមិនសូវមានអ្នកដែលធ្វើការងារជាលទ្ធផលហើយជាបញ្ហាហើយសម្រាប់ម្ចាស់សហគ្រាសឬក៏អាជីវកម្មចង់បាននៅបែបណាអាចជួយ comment ម្នាក់មួយមកខ្ញុំចង់ដឹងដែរអរគុណច្រើន